ចំណងជើងរឿងកាក់មួយមាសនិងយុវជនដែលចង់ដឹងតម្លៃខ្លួនកូនសិស្សម្នាក់បានទៅសួរគ្រូរបស់គេថាលោកគ្រូតើខ្ញុំមានតម្លៃប៉ុណ្ណាហេតុអ្វីបានជាមនុស្សជុំវិញខ្លួនខ្ញុំហាក់ដូចជាមិនសូវឲ្យតម្លៃខ្ញុំសោះគ្រូញឹមរួចដកកាក់មាសដិតមួយចេញពីហោប៉ៅហើយហុចឲ្យកូនសិស្សចូលយកកាក់នេះទៅផ្សារហើយសួរអ្នកលក់នៅទីនោះថាតើពួកគេឲ្យតម្លៃប៉ុន្មានប៉ុន្តែចូលចាំថាទោះបីជាពួកគេឲ្យថ្លៃខ្ពស់ប៉ុណ្ណាក៏ដោយក៏ឯងមិនត្រូវលក់វាឡើយកូនសិស្សក៏យកកាក់មាសនោះទៅផ្សារគាត់សួរអ្នកលក់បន្លែគេឆ្លើយថាឲ្យត្រឹមបន្លែមួយកញ្ច្រែងមកដូរទៅកាក់នេះមើលទៅចាស់ណាស់គាត់សួរអ្នកលក់ត្រីគេឆ្លើយថាឲ្យត្រឹមត្រី2-3ក្បាលមកដូរទៅគាត់សួរអ្នកលក់សាច់គេឲ្យថ្លៃត្រឹមសាច់មួយដុំតូចកូនសិស្សត្រឡប់មកវិញទាំងខាក់ចិត្តលោកគ្រូនៅផ្សារនោះគ្មានអ្នកណាឲ្យតម្លៃកាក់នេះខ្ពស់ឡើយពួកគេឲ្យត្រឹមម្ហូបអាហារបន្តិចបន្តួចប៉ុណ្ណោះគ្រូញឹមម្ដងទៀតរួចនិយាយថាឥឡូវចូលយកកាក់នេះទៅសួរជាងតងអ្នកជំនាញខាងមាសមើលម្ដងទៀតកូនសិស្សក៏យកកាក់មាសនោះទៅឲ្យជាងតងមើលជាងតងយកកែវពង្រីកមកមើលយ៉ាងដិតដល់រួចភ្ញាក់ផ្អើលយ៉ាងខ្លាំងអរព្រះអើយនេះគឺជាកាក់មាសបុរាណដ៏កម្របំផុតទោះបីជាអ្នកយកលុយពេញផ្សារមកដូរក៏មិនស្មើនឹងតម្លៃពិតរបស់វាដែរវាមានតម្លៃមហាសាលណាស់កូនសិស្សរត់ត្រឡប់មកប្រាប់គ្រូទាំងរំភើបគ្រូក៏និយាយថានេះហើយគឺជាចម្លើយដែលឯងស្វែងរកតម្លៃរបស់ឯងវាមិនស្ថិតនៅលើការវាយតម្លៃរបស់មនុស្សដែលមិនស្គាល់ពីតម្លៃពិតរបស់ឯងនោះឡើយកុំឲ្យអ្នកលក់បន្លែឬអ្នកលក់ត្រីមនុស្សដែលមើលឃើញត្រឹមតែផ្ទៃខាងក្រៅមកកំណត់តម្លៃជីវិតរបស់ឯងតម្លៃពិតរបស់ឯងគឺស្ថិតនៅក្នុងខ្លួនឯងហើយមានតែអ្នកដែលមានបញ្ញានិងស្គាល់ពីតម្លៃមនុស្សជាតិប៉ុណ្ណោះទើបអាចមើលឃើញវាបានចំណុចសម្រាប់វិភាគកាក់មាសដិតតំណាងឲ្យខ្លួនយើងដែលមានតម្លៃពីកំណើតមិនថាខាងក្រៅមើលទៅបែបណាក៏ដោយអ្នកលក់នៅផ្សារជានិមិត្តរូបនៃមនុស្សដែលមើលឃើញត្រឹមតែផ្ទៃខាងក្រៅ surface level judgment និងសម្ពាធសង្គមជាងទងតំណាងឲ្យអ្នកដែលមានបញ្ញាឬខ្លួនយើងដែលស្គាល់ខ្លួនឯងច្បាស់ការអនុវត្តក្នុងជីវិតតើអ្នកធ្លាប់ឲ្យអ្នកដទៃដែលមិនស្គាល់អ្នកច្បាស់មកកំណត់វាសនាឬក្តីស្រមៃរបស់អ្នកដែរឬទេតើអ្នកគួរធ្វើដូចម្តេចដើម្បីពង្រឹងជំនឿចិត្តលើតម្លៃខ្លួនឯង